ស្ថិតពងខៀវខ្សែទទួលបានពានរង្វាន់សហគ្រិនឆ្នាំអាស៊ាននៅទីក្រុងកូឡាឡាំពួរ វ៉ាវចំណេញកំ KK The Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ 3 in 1 រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% និងលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែម អាស៊ានផ្ដល់ពានរង្វាន់ដល់ក្រុមហ៊ុន OCIC របស់លោកអ្នកអង្គការពងខៀវខ្សែក្នុងវេទិកាភាពជាអ្នកដឹកនាំនិងភាពជាដៃគូអាស៊ានឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរដែលរៀបចំឡើងដោយ KSI Strategic Institute for Asia Pacific វេទិកាឆ្នាំនេះមានការចូលរួមពីថ្នាក់ដឹកនាំមកពីទូទាំងតំបន់ក្រោមប្រធានបទការបញ្ចេញសក្តានុពលរបស់អាស៊ានតាមរយៈការច្នៃប្រឌិតរួមបញ្ចូលនិងកំណើនប្រកបដោយចីរភាពពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រួមមាននាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra និងទេសរដ្ឋមន្ត្រីលោក Suksi Phana តំណាងសម្ដេចហ៊ុនម៉ាណែតក្នុងឱកាសនៃកិច្ចប្រជុំថ្នាក់តំបន់នេះលោកអ្នកអង្គការពងខៀវខ្សែប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC ត្រូវបានផ្ដល់កិត្តិយសដោយពានរង្វាន់សហគ្រិនឆ្នាំអាស៊ាននិងក្រុមហ៊ុន OCIC ទទួលបានពានរង្វាន់ឧត្តមភាពធុរកិច្ចអាស៊ានក្រុមហ៊ុន OCIC គូបញ្ជាក់ថាការទទួលស្គាល់ទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំធុរកិច្ចច្រើនទសវត្សរ៍ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបញ្ជាក់ពីស្មារតីនៃកិច្ចសហការដែលបន្តរួមចំណែកដល់វិស័យឯកជនរបស់កម្ពុជាថែមទៀតលោក Terry T អនុប្រធានក្រុមហ៊ុន OCIC បានតំណាងឡើងទទួលពានរង្វាន់អស់ទាំងនេះហើយលោកបានទទួលពានរង្វាន់ Asian Rising Star Award ដែលតំណាងឲ្យភាពជាអ្នកដឹកនាំជំនាន់ថ្មីនៅក្រុមហ៊ុន OCIC ដែលបន្តជំរុញដោយការបដិញ្ញាចិត្តដល់គោលបំណងការច្នៃប្រឌិតនិងការចូលរួមដោយការបង្កើនអត្ថប្រយោជន៍រយៈពេលវែងសម្រាប់សហគមន៍